ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃចូលឆ្នាំចុងក្រោយបងប្អូនទាំងអស់គ្នាណាទៅលេងផ្ទះបងប្អូនហើយបងថ្លៃណាក៏ចង់ហូបឆាក្តៅតពងចឹងហើយគឺយើងចាប់ផ្ដើមធ្វើបងប្អូនអត់មានកម្រងទេគឺយើងបេះតកូនបេះគល់ស្លឹកគ្រៃគ្រឿងនឹងត្រៀមទុកឲ្យហើយដើម្បីដល់មេចាប់ផ្ដើមល្ងិតបន្តិចឲ្យមិនចូលត្រង់ដើម្បីយើងចាប់មិនតែម្ដងបងប្អូនឥឡូវយើងគឺហាន់គ្រឿងហាន់អីពីអ្នកបងហ្នឹងយើងមកគ្រឿងអីត្រៀមទុកចាំណាបងប្អូនទាំងអស់គ្នាដោយសារពេលធ្វើនោះប្រហែលចំនួន3រយៈចិត្ត4ព្រមធ្វើឲ្យពេលពោចឹងម៉ោង5បងប្អូនទាំងអស់គ្នាហាន់គ្រឿងហាន់អីទុកឲ្យហើយទោះបីយើងអត់បានត្រៀមទុកប៉ុន្តែយើងត្រៀមlạiត្រៀមអីទុកឲ្យហើយចឹងទៅដល់ពេលយើងបានសាច់មកយើងធ្វើចាប់បានធំឥឡូវយើងបុកគ្រឿងបុកអីហើយគ្រឿងធ្វើពីប្រភេទដោយសារអាគ្រឿងមួយចានហ្នឹងវាដាក់ម្ទេសច្រើនដល់ពេលមួយចាននោះទៀតយើងអត់ដាក់ម្ទេសទេយើងដាក់ត្រឹមតែ2គ្រាប់អីដើម្បីធ្វើឲ្យចាស់គាត់ហូបបងប្អូនដោយសារចាស់គាត់អត់សូវប៉ុណ្ណាដូចយើងនៅក្មេងទេនេះគឺជាសណ្តែកដីហ្នឹងយកមកលេងខ្លួនឯងទៀតនេះគ្រឿងយើងបានត្រៀមទុកហើយឥឡូវចាប់មាន់ចាប់អីយើងចាប់ផ្ដើមធ្វើមាន់ណាបងប្អូនធ្វើមាន់ខ្លួនឯងលើកវាចេញមួយជំនាញអាខាងរឿងធ្វើមាន់ណាបងប្អូនហើយមកវិញឯងបាច់អីខ្លួនឯងបងប្អូនមាន់ហ្នឹងគឺសាច់ឆ្ងាញ់មែនទែនដោយសារវាមិនខ្មៅបងប្អូនអានេះយើងចាប់ផ្ដើមធ្វើណាពេលយើងធ្វើនេះយើងមានបងប្អូនហើយកាមេរ៉ាថតខ្លួនឯងចឹងវាអត់ទៅនឹងទេគឺយើងណាតែយើងអាចមើលបានហើយពេលនេះកោព្រឹងវាទុកឲ្យក្រហមបន្តិចហើយយើងចាប់ផ្ដើមគ្រឿងដូចជាប៊ីចេងដូចជាស្ករចេញចោលហ្នឹងបងប្អូនអានេះយើងដាក់ប៊ីចេងគឺចាក់ចេញហើយយើងចូលវាចូលគ្រឿងរបស់ហើយកូនអសបហើយយើងចាប់ផ្ដើមដាក់ស្ករដៃខាងចឹងកាមេរ៉ាទៅនឹងសោះអានេះគ្រឿងចាប់ផ្ដើមណាយើងចាក់កាត់ស្ករយើងចាក់សាច់ចូលយើងចូលវាទៅទូហើយយើងចាក់វិញចងចូលទៅទៀតបងប្អូនបាទចូលវាចូលជិះគ្រឿងហ្នឹងទៅទៀតមកទៀតយើងចាក់វិញចងអានេះគឺយើងធ្វើពីឲ្យសារយើងប្រឡុកប្រេះចងឲ្យវាចេញវាអត់នឹងទេតែយើងធ្វើទៅធ្វើបីទៅអស់មកអានេះយើងចាប់បានចាក់វិញចងហើយកូរវាឲ្យសព្វហើយយើងចាប់ដើមបិទក្រូបវាចាក់ទឹកត្រីក្រូបវាទុកទៅទុកវារយៈពេលបិទក្រូបទុករយៈពេល20ទៅ30នាទីបងប្អូនសារមិនវាមិនស្រាវវាស្វាត់ដល់ដូចមិនយើងទីផ្សារនេះចាប់ដើមបាត់មើលខាងទឹកអត់ចាំហើយទុកវាកូរវាមកស្ទុះទៀតយើងត្រឡប់វាអាក្រោមឲ្យមកលើហ្នឹងណាឲ្យលើឲ្យវាទៅក្រោមទៅវាឆាប់ផុយអានេះខ្ញុំកូរហើយខ្ញុំបាត់ទុកទេណាបងប្អូនខ្ញុំបាត់ទុកព្រោះតែខាត់ទឹកនេះតាមខាត់ទឹកខ្ញុំដាក់តកូនចូលខ្ញុំតកូនអ្នកថងអីអត់មកទីចុំវាយ៉ាវាដេកថងយកមាញ់ក៏ទៅបញ្ចុកវាដាក់បន្លែចូលកូរវាសប់ទៅកូរវាទុនបន្លែកូរវត្តទៅបងប្អូនសារយកជ្រៅហើយធ្វើតាំងពីក្បាលល្ងាចរហូតដល់ទឹកជ្រៅហើយតិនឡើងមកដាក់អីវាមិនចឹងឆ្អន់នេះបន្លែនេះចាប់ដើមទៅពូនទៅតែកូនទៅទេបន្លែនេះគឺបងខ្ញុំមកកូរម្ដងខ្ញុំដាក់កាន់កាមេរ៉ាម្ដងឥឡូវនិយាយថារៀនស្ទើរតកូនណា
ចឹងហើយយើងថែមពីក្រោយបន្តិច nghe đuôi thở để mình thử ao xì ចាសាច់យើងច្រើនចឹងបន្លែបន្តិច mẹ có chồng mẹ đây ta côn chăm sợ thật thơ xì lúc xa em ta con đi vô lần nào វីដេអូគឺបានចប់ត្រឹមហ្នឹងបាយបាយបងប្អូនទាំងអស់គ្នា